អូខេពុកម៉ែបងប្អូនអរគ្នានេះគឺជាអេពីសូតទី2នៃការធ្វើដំណើររបស់ខ្ញុំបាទនៅឯទីរួមខេត្តកំពង់សោមគេហៅថាតំបន់រៀមបងប្អូនទាំងអស់គ្នានៅជុំវិញដីហ្នឹងហើយហើយអ្វីដែលសំខាន់គឺដីយើងអាចឆ្លងភ្នំមួយដល់សមុទ្រតែម្ដងចុះពីយើងជិះពីដីខ្ញុំទៅដល់សមុទ្រហ្នឹងប្រហែលជាខ្ទង់ប្រហែលវេលាប្រហែលជាអាចខ្ទង់10នាទីមិនដល់10នាទី5នាទីគាត់យើងជិះតាមប្រហែលជាដីថា500ម៉ែត្រទៅ600ម៉ែត្រទេដល់សមុទ្រទេបងប្អូនអរគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអរគ្នាចង់បានដីនៃទីនេះគឺមានសុវត្ថិភាពមែនតើដីនេះគឺលក្ខណៈយើងមានប្លង់រឹងត្រឹមត្រូវយើងធានាថាមានប្លង់រឹងត្រឹមត្រូវបងប្អូនអរគ្នាអាចមកយើងអាចកាត់ប្លង់កាត់ឲ្យជូនបងប្អូនបានសារយើងទុំតែធ្វើប្លង់ថ្មីតែម្ដងបងប្អូនអរគ្នាកុំបារម្ភថាដីនៅនេះអត់មានប្លង់បងប្អូនអរគ្នាគឺមានប្លង់រឹងត្រឹមត្រូវយើងក៏ទុំតែចេញប្លង់មកក្តៅហុយទេបងប្អូនអរគ្នាហ្នឹងហើយចឹងបរិវេណដីយើងគឺនេះដីខ្ញុំដីនេះវាជាងធំដែរហើយវាមានផ្ទះស្រាប់បងប្អូនអរគ្នាអាចទិញអានេះដើម្បីយើងធ្វើតែលបងទៅថែមមកចំមុខទៀតទៅបងប្អូនអរគ្នាអាចនេះបានហើយអ្វីដែលសំខាន់មួយទៀតដីនេះមិនត្រឹមតែលក់ទេដីនេះក៏យើងមានជួលដែរបងប្អូនអរគ្នាចង់ជួលក៏បានចង់លក់ក៏បានហ្នឹងហើយយើងមានជួលផងនិងលក់ផងបងប្អូនជាតម្រូវការមួយណាបងប្អូនអាចតាក់ទងបានជាពិសេសកកហើយជាពិសេសដល់អ្នកខាងផ្នែកចរអ្នកទ្របផ្សេងដែលគាត់បានឃើញនៅវីដេអូនេះហើយគាត់អាច invite ទៅអញ្ចឹងការទុកភាគរយគឺនៅតែទុកឲ្យគាត់ដដែលបើសិនជាខាចរអ្នកទ្របគាត់នាំមកអញ្ចឹងណាហ្នឹងហើយហើយបើគាត់ទិញបើអ្នកដែលគាត់ចង់ទិញខ្លួនឯងគាត់អាចតាក់ទងមកម្ចាស់ផ្ទាល់យើងនឹងមានការចរចាតម្លៃតាមនឹងទៀតអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយព័ត៌មានរបស់បងប្អូនអរគ្នាអាចតាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះបានសម្រាប់ទីតាំងដីយើងគឺស្ថិតនៅលើក្រុងរៀមទីរៀមមកហើយឥឡូវគេកំពុងតែធ្វើតំបន់រណបទៀតអញ្ចឹងកុំភ្លេចជាមួយនឹងវីដេអូដ្រូនរបស់គ្នានេះខ្ញុំនិយាយតែដីទី1ទៀតខ្ញុំនាំបងប្អូនអរគ្នាវីដេអូក្រោយទៀតដីទី2ដីទី3លូក3កន្លែងអូខេនៅចិត្តគ្នាទេបាទអរគុណ